ត្រីកោះកុងរបស់យើងមកគឺជូហិលប្រៃផ្អែមជូហិលហ្នឹងគឺចិត្តណាស់បងប្អូនស្រក់ខ្លាញ់ចិត្តណាស់បងប្អូនខ្ញុំមិនដឹងថានិយាយយ៉ាងម៉េចបងប្អូនមានឱកាសបងប្អូនអាចមកសាកបានបងប្អូនណាអរគុណបាទអនុញ្ញាតក្រុមជំរាបសួរពុកម៉ែបងប្អូនអរគ្នាដែលកំពុងទស្សនាវីដេអូនេះថ្ងៃនេះដែរខ្ញុំមកចំហុយខ្យងបឺបាទចំហុយខ្យងបឺបាទនេះគឺយើងរៀបចំចំហុយហើយយើងក៏ដាក់នៅចុងក្រានបន្តមកទៀតគឺយើងឆ្លៀតមកធ្វើទឹកត្រីកោះកុងបងប្អូនណាមើលទឹកត្រីកោះកុងយើងបុករួចគឺតំណងខាប់ឆ្ងាញ់ណាស់បងប្អូនក្រោយពីស្ងោររួចយើងក៏បានរៀបដាក់ចានហើយបងប្អូនជួយទស្សនាទាំងអស់គ្នាបានថាតំណងអត់មួយចាននេះបងប្អូនណានេះគឺជាខ្យងបឺទុរេនខ្យងបឺខ្យងមាសជប៉ុនបាទបងប្អូនមើលសាច់គឺលឿងបានមានរសជាតិឆ្ងាញ់ណាស់បងប្អូនអើយហ្នឹងហើយនិយាយទៅគឺបាននឹងនិយាយថាមិនណាស់បងប្អូនដែលមិនធ្លាប់ដែលបានពិសាតែរសជាតិវាគឺឆ្ងាញ់ណាស់បងប្អូនហ្នឹងហើយបងប្អូនមើលសាច់វាណាគឺពណ៌លឿងបាទហើយជាប់ខ្លាញ់ដូចសាច់គោជាប់ខ្លាញ់អញ្ចឹងណាបងប្អូនជាតិណាស់ជាមួយនឹងទឹកត្រីកោះកុងរបស់យើងមកគឺជូហិលប្រៃផ្អែមជូហិលហ្នឹងគឺជាតិណាស់បងប្អូនស្រក់ខ្លាញ់ជាតិណាស់បងប្អូនខ្ញុំមិនដឹងថានិយាយយ៉ាងម៉េចបងប្អូនមានឱកាសបងប្អូនអាចមកសាកបានបងប្អូនណាអរគុណ